នេះព្រែកនេះមិនដោះទឹកពីព្រៃហូរក្រុងតាខ្មៅមកតាមពលានទៅនៅ96តាមស្ពានអូគង្គកំពង់ស្វាយហើយពលានយន្តហោះចុះទៅព្រែកអំបិលភ្ជាប់ទៅព្រែកជីកហ៊ុនណនដៃជូនេះទឹកហ្នឹងមិនលុបទៅនេះព្រែកហ្នឹងនៅក្រោយផ្ទះខ្ញុំឥឡូវគេចាប់ដើមកាយបដារោងចក្រពីរនេះទាំងអស់រោងចក្រនេះរោងចក្រអស់ទាំងអស់ហ្នឹងអានេះបាតគេចុចពី0នេះទៅ50ម៉ែត្រអាហ្នឹងគេអត់តន់គិតពីផ្លូវឲ្យសួនទេអញ្ចឹងប្រហែលជាអាចមកចំហៀងចូលចង់100ម៉ែត្រទាំងសួនទាំងផ្លូវអមសងខាងព្រែកទៀតគិតសងខាងទំហំចូល200ម៉ែត្រពងកាយបងប្អូនអើយកាយបដានេះរាប់រយគ្រឿងនេះអានេះវាមិនមែនតែមួយជួរនេះឲ្យចូល10គ្រឿងហើយនេះហើយទៅកន្លែងផ្សេងទៀតអញ្ចឹងគេធ្វើប្រដាក់គ្នាទៅរហូតបោះដៃតគ្នារហូត